គ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះនេះគឺជាសកម្មភាពខ្លះៗរយៈពេល2ខែនៃការរុករករំដៅរ៉ែមាសអស់រយៈពេល2ខែហើយរយៈពេល2ខែនេះរកមិនសល់បានទេបងប្អូនវីដេអូនេះវីដេអូចាស់ៗសូមបញ្ជាក់បងប្អូនដើម្បីយកខាឡើងវិញវីដេអូតាំងពី2024ហ្នឹងតែអត់បានធ្វើវីដេអូឲ្យវាជាប់គ្នាទៅបានវែងអញ្ចឹងសកម្មភាពខ្លះៗហ្នឹងគឺការឡើងភ្នំដើម្បីយកអីវ៉ាន់ទៅរុករករំដៅរ៉ែមាសបងប្អូនអាចមើលទៅនេះគឺជាសកម្មភាពដែលយើងអំប្រុសម្នាក់ហ្នឹងកំពុងលីអីវ៉ាន់ដូចជាចានដែកប៉ែលយើងក៏បានមកដល់ទីតាំងដែលយើងត្រូវជីកនេះគឺជាទីតាំងដែលយើងត្រូវជីកយើងជីកអស់រយៈពេល1ថ្ងៃពេញយើងក៏បានសម្រាកចាប់ដល់ថ្ងៃទី2យើងក៏បានជីកអស់រយៈពេលកន្លះថ្ងៃទៀតពេលនោះយើងជីកអស់រយៈពេល1ថ្ងៃកន្លះយើងបាន1ម៉ែត្ររហូតដល់ថ្ងៃត្រង់ល្ងាចជញ្ជេរបន្តិចយើងក៏បានជីកបន្តទៀតតែរឹងខ្លាំងពេកយើងមិនអាចបុកបានលឿនទេរហូតដល់ថ្ងៃទី3យើងក៏បានជីកវារឹងខ្លាំងពេកយើងក៏ប្រយ័ត្នបុកដើម្បីបន្តការងារយើងឲ្យបានលឿនជាងនេះព្រោះដីក្នុងភ្នំវាមានថ្មមានដីឈើមានដីរឹងចឹងទៅហើយបងប្អូនអាចមើលបានថាជីវិតនៅរករ៉ែមាសវាលំបាកយ៉ាងណាអត់ស្រួលដូចបងប្អូនដែលអ្នកទិញមាសពាក់ទេមានពេលខ្លះក៏គ្រោះថ្នាក់ដែរយើងមើលអត់ឃើញវាអាចមានការបាក់ដីស្រុកដីមកដល់ថ្ងៃទី4ហើយដែលយើងបានជីកបានរយៈជម្រៅប្រហែលជា 3-4 ម៉ែត្រព្រោះដីនេះវាប្រភេទជាដីថ្មលាយជាមួយដីលាយគ្នាវារឹងយើងអាចយកស្បែងទៅបុកបានទេតកន្លែងជ្រៃបានយើងអាចយកស្បែងបុកបានបងប្អូនដែលបានទស្សនាវីដេអូនេះក៏សូមជួយចុច like អ្នកមួយផងហើយដើម្បីដងអ្នកមួយផងនេះគឺជាការ